គ្គនេះឧបត្ថម្ភដោយខ្នុរធានារសជាតិឈ្ងុយឆ្ងាញ់សម្រាប់ម្ហូបគ្រប់មុខសូមស្វាគមន៍សាជាថ្មីមកកាន់កម្មវិធីគំនិតស្ត្រីនៅក្នុងវគ្គនេះឧបត្ថម្ភដោយម្សៅស៊ុបខ្នុរម្សៅស៊ុបខ្នុរធានាម្ហូបមានរសជាតិឈ្ងុយឆ្ងាញ់និងមានសុខភាពល្អចាម្សៅស៊ុបខ្នុរគឺផ្សំគ្រឿងពីសាច់មាន់សុទ្ធនិងគ្រឿងទេសល្អៗជាច្រើនរួមមានអំបិលខ្ទឹមម្រេចចាងាយស្រួលក្នុងការចម្អិនចំណេញពេលវេលាធានាម្ហូបមានរសជាតិឈ្ងុយឆ្ងាញ់និងមានសុខភាពល្អចានៅក្នុងវគ្គនេះផងដែរចាស្ត្រីមេផ្ទះទាំងឡាយក៏ដូចជាបងប្អូនយុវតីចាសូមទទួលចានៅមុខម្ហូបមួយមុខចាដែលមានឈ្មោះថាបាយសាច់ជ្រូកបំពងស្រួយចាមុខម្ហូបមួយមុខនេះគឺងាយស្រួលទេចាជាពិសេសនោះសម្រាប់បងប្អូនចាដែលឃ្លាតឆ្ងាយពីស្រុកកំណើតចាដែលមករៀននៅភ្នំពេញឬក៏រៀននៅមហាវិទ្យាល័យចាដែលគាត់នៅផ្ទះគេហៅថា dormitory ណាដែលខាងអង្គការគេជួយហ្នឹងចាគឺងាយស្រួលនៅក្នុងការចម្អិនទេម្ហូបនេះចាផ្នែកសាច់ហ្នឹងគឺមានសាច់ជ្រូកចាហើយនឹងផ្នែកបាយសចារីឯគ្រឿងផ្សំមានម្សៅស៊ុបខ្នុរម្រេចបុកខ្ទឹមសចិញ្ច្រាំកំទេចនំប៉័ងពងមាន់ម្សៅឆានិងទឹកស៊ីអ៊ីវចាបាយឆានេះបើសិនជាបងមិនបាច់ប្រាប់គាត់ក៏គាត់ចេះធ្វើដែរណាចាវិធីធ្វើនោះគឺងាយស្រួលទេទី1គឺយើងយកសាច់ជ្រូកទៅហាន់ជាដុំតូចចារួចហើយយើងយកទៅបំពងចាបន្ទាប់មកយើងរំលីងខ្ទឹមសហើយយើងឆាសាច់ជ្រូកហើយនឹងបាយសជាមួយគ្នាហើយយើងដាក់គ្រឿងផ្សំដែលនាងខ្ញុំបានជម្រាបជូនអំបញ្ញមិញនេះគឺជាការស្រេចហើយចាយើងភ្លក់រសជាតិចារសជាតិហ្នឹងគឺប្រៃផ្អែមតិចតួចចាអ្នកខ្លះចូលចិត្តផ្អែមចូលចិត្តឲ្យសាបចាព្រោះថាបាយឆាសាបល្អជាងព្រោះថាយើងអាចទទួលទានជាមួយនឹងទឹកស៊ីអ៊ីវចាខ្ញុំចូលចិត្តបាយឆាខ្ញុំអត់ចូលចិត្តបាយឆាខ្ញុំចូលចិត្តបាយលីងបងបាយលីងចាខ្ញុំចូលចិត្តបាយលីងដែរព្រោះបាយលីងក្រៀមចាយើងអត់ប្រើខ្លាញ់ទេខ្ញុំចូលចិត្តបាយលីងហើយខ្ញុំអត់ប្រើទឹកត្រីទេខ្ញុំប្រើតែទឹកអំបិលចាហើយជាមួយនឹងពងទាចានឹងរបៀបជប៉ុនណាចាហើយឆ្ងាញ់នៅពេលដែលយើងត្រឡប់ញ៉ាំអាហារហ្នឹងគឺយើងធ្លាប់ហើយយើងអត់ចូលចិត្តញ៉ាំបាយឆាហើយចាល្អមួយយ៉ាងបាយលីងខ្ទឹមសនៅហាងរបស់នាងខ្ញុំឆ្ងាញ់បំផុតចាចាំថ្ងៃណាទៅភ្លក់ចាបាយលីងឆ្ងាញ់មែនចាមុខម្ហូបមួយមុខនេះគឺងាយស្រួលទេចាជាពិសេសសម្រាប់បងប្អូនយុវតីចាជាមួយគ្នានេះផងដែរចានាងខ្ញុំក៏សូមបង្ហាញជូនចាស្ត្រីម្ទះទាំងឡាយនៅបង្អែមក៏បានអាចថាជានំក៏បានដែរដែលមានឈ្មោះថានំប៉័ងបំពងជីវ៉ាន់ស៊ុយចាដែលលោកអ្នកនឹងបានជួបជាមួយនឹងអ្នកគ្រូកសុខេងសាជាថ្មីដូច្នេះសូមទស្សនានៅក្នុងពេលនេះចាជំរាបសួរអ្នកគ្រូចាបងស្រីឥឡូវខ្លាចបងស្រីអ្នកគ្រូអស់ហើយណាចាសុខសប្បាយជាទេអ្នកគ្រូធម្មតាចាថ្ងៃហ្នឹងសុខសប្បាយជាទេថ្ងៃហ្នឹងដូចស្រស់ស្រាយណាស្អាតជាងសពដងហ៎អូស្អាតជាងសពដងស្អកកថ្ងៃនេះប្លែកទៀតហើយព្រោះថាអ្នកគ្រូបញ្ចេញស្នាដៃចាផ្ដល់ជូនស្ត្រីទាំងឡាយរបស់យើងនេះក៏ដូចជាការបង្ហាត់បង្រៀនពួកគាត់ឲ្យគាត់ចេះដែរណាអ្នកគ្រូចាអញ្ចឹងមុខម្ហូបដែលមានឈ្មោះថានំប៉័ងបំពងជីវ៉ាន់ស៊ុយបំពងជីវ៉ាន់ស៊ុយនេះអូយវែងដល់ហើយណាអ្នកគ្រូណាចាមានគ្រឿងផ្សំអ្វីខ្លះទៅអ្នកគ្រូយើងមាននំប៉័ងបងណាចាសាច់ជ្រូកយើងមានខ្ទឹមសខ្ទឹមក្រហមជីវ៉ាន់ស៊ុយអំបិលស្ករចាទឹកត្រីម្រេចចឹងណាបងហើយហ្នឹងមានល្ងខ្មៅល្ងសចាបងហើយសាច់ជ្រូកនេះគឺយើងចិញ្ច្រាំបងចិញ្ច្រាំឲ្យមាត់បុកល្អទៀតបុកវាទៀតបុកស្វិតអូបុកសាច់ជ្រូកនោះទៀតចាបុកមួយគ្រឿងណាបងចាតែនេះយើងអត់បានបុកទេចាអញ្ចឹងរបៀបធ្វើយើងធ្វើមិនចឹងមុនដំបូងគេដំបូងឡើងយើងដាក់សាច់ចូលមកចាព្រោះថាសាច់នេះយើងបានចិញ្ច្រាំហើយចាបងចាម៉ត់ល្អណាស់សាច់នេះចាមិនសូវជាម៉ត់បានដែរព្រោះហើយយើងអត់បានកិនទេចិញ្ច្រាំបងហើយខ្ទឹមសខ្ទឹមក្រហមយើងច្រាំដែរចាបងអូគឺអ្នកគ្រូមានកម្លាំងដល់ណាមើលណាច្បាច់ខ្ទឹមឡើងនេះហ្មងច្បាច់ណាបងប្រឹងតិចប្រឹងប៉ុន្តែអ្នកគ្រូកម្លាំងមកពីណាទេនេះកម្លាំងចឹងគេហៅថាបង្រៀនសិស្សដើម្បីចាបង្រៀនសិស្សឲ្យប្រើកបិតតាំងតោទាំងអីចិញ្ច្រាំវាជាធ្ងន់ណាកបិតនេះចាគូសំ ចាអញ្ចឹងខ្ទឹមក្រហមទៀតខ្ទឹមក្រហមយើងច្រាំដែរទេច្រាំតែច្រាំដូចគ្នាអត់ច្រាំយើងធ្វើទៅវាជ្រុះសាច់ចាតាមពិតអញ្ចឹងអត់ចង់ឲ្យកិនឬក៏យើង
បុកវាតិចទៅដើម្បីឲ្យស្វិតសាច់ទេបងវាទៅអត់ជ្រុះ ហ្នឹងហើយ នេះយើងអាចជ្រុះខ្លះអញ្ចឹង ចា ជាអាហារងាយដើម្បីកូនប្រឡំឡើងអញ្ចឹងញ៉ាំរៀនទៅ មុខអាហារមុខផ្អែមនំណានំនេះក្មេងៗត្រូវហ្នឹងនេះ ចាយើងអាចជាអាហារសម្រន់នេះណាបងចាបានបុកវារត់ទៅល្អបង ចា វាចប់ល្អពេលយើងច្រាំចឹងអត់សូវមកនេះ យើងច្រាំដែរណា ចាយើងទៅមិនល្អអត់ណោះចា ដាក់គ្រឿងបង គ្រឿងណា ចាបង នឹងយើងលាយគ្រឿងឲ្យហើយទាំងអស់ណា លេតបង ចា ដាក់ស្ករបន្តិចណា ចា ចាម្រេច ចា ទឹកស្អ៊ីវហ៎ ទឹកស៊ីអ៊ីវ ចាទឹកស្អ៊ីវជូរឬក៏ទឹកស្អ៊ីវធម្មតាចា ចាចង់ដាក់ពងបន្ថែមក៏បានដែរ ចាយើងដាក់ពីលើហ្នឹងហ៎ ចាយើងអត់មានអីទេបងបៀកយក បៀកយកអូ ប៉ុន្តែបើសិនជាយើងបានចិញ្ច្រាំវាឲ្យបុកវា ចា ល្អួតអាហ្នឹងបៀកទៅជាប់ល្អបង អូ តែមានសាច់ខ្លះចឹងណាបង ចាចា វាយូរបន្តិចដែរ ចា ប៉ុន្តែយើងអាចចិញ្ច្រាំសាច់អីទុកចឹងណាបង ចាចា ចា យើងដាក់ខ្លាញ់ដាក់ខ្ទះក្តៅ ចាបង យើងដាក់ហើយហ៎ចា ហើយយើងរយល្ងមក ចា ចាល្ងយើងអាចត្រៀបជាប់បង ចាចា ចានេះជាម៉ូត ចាម៉ូតគេមួយដែរត្រូវចាសពន្ធភាព ប្រព័ន្ធភាពបងចាប៉ុណ្ណឹងវាជាប់តិចបងព្រោះយើងអត់បានច្រាមវា ចា ចាចឹងទេវាអាចអត់ជាប់ ចា ច្រាមប៉ុន្តែយើងអត់បានប្រមាត់ល្អជាងហ្នឹង ចា អានេះនំប៉័ងពេលធម្មតាក៏ធ្វើបានដែរនំប៉័ងបាហ្គេតទេណា បាហ្គេតយើងហ្នឹងណា ចាអាចយកមកស្លាយធ្វើបានដូចគ្នាចាវាឈ្ងុយល្ងដែរ ចា យើងអាចកន្លាប់ដាក់មុនចេះក៏បានណា ចា ចា យើងពងវាក្រហមណា បងចាំមករៀងស្រួយតិចណាបងចា ចា đây mình hiểu là Tình hả nó? Dạ, Chà. Là hả nó? Cha rồi rồi hỡi, nè cừu thêm xông xong lên tính á, Cha cừu vâng. tha chui là ngon lắm á, Dạ, chui mình tên, dạ. cha sẽ trai mình tiền lái em bánh mình ní lục nè bàn khơi hái hay như chúng có sừng khum phong đá ta, một hồn cha, nung cha, nung bạc cha, nung băng bọc hồ, chỉ bằng khơi một ní, như xưa là không cả chỉ mình tê, cha chỉ bị xe nó cứ dương ai chấm ăn chun đó, bột trà bột trai bột lục nè, đai trên pi sả la một quỳnh, cha, nè cừu nhưng trong sông lục lụa tĩnh á, Dạ vâng. cha. Lụa là hốt nhóm cầm thi nhóm trình anh rong tròn lụa đó nhá. Dạ.
ស្រួយឆ្ងាញ់ ចាបង ចាស្រួយហើយឈ្ងុយជាមួយនឹងល្ងទៀតអ្នកគ្រូ ចាចាបង ចាអរគុណអ្នកគ្រូយ៉ាងច្រើនដែលបានបង្ហាញនំប៉័ងបំពងជីវិនសុយនេះចាអ្នកគ្រូជាចុងក្រោយតើមានពាក្យពេចន៍បន្ថែម ជាដំបងនេះខ្ញុំសូមអរគុណថានេះទូទស្សន៍ CPN ចាយ៉ាងធំមកយើងនឹងបងសព ចាសប្បាយជួប ចាចាតែទុកឱកាសដល់ឱកាសឲ្យនាងខ្ញុំចាបានចែកចាយចំណេះដឹងដែលនាងខ្ញុំមានមួយចំនួនដល់បងប្អូនខ្មែរយើងចាទាំងក្នុងនិងក្រៅប្រទេសចាដែលលោកអ្នកមួយចំនួនដែលគាត់មិនតាន់ចេះដឹងច្រើនពីវិធីធ្វើពីអីព្រោះច្រើនអ្នកធ្វើការអ្នកអីម៉ាក់ប៉ាធ្វើឲ្យគាត់ត្រូវឯងចាយ៉ាងទៀតនាងខ្ញុំក៏មាននំបង្រៀនរាល់ថ្ងៃជាច្រើនមុខម្ហូបជាច្រើនដែរមានគ្រប់ផ្នែកតាំងទឹកផ្លែឈើចាពីតាំងពីកាហ្វេឬក៏មីការ៉េមចានំប៉័ងបើហាងចាមានទាំងអស់មានច្រើនមុខចាច្រើនមែនតើចាហើយបរិញ្ញាផ្ទាល់ដោយខ្លួនឯងចាណែស្ត្រីឬក៏បុរសក្មេងចាស់រៀនបានទាំងអស់ចាចេះអក្សរបងប្អូនឥស្លាមក៏ដោយដូចជាពួកគាត់មករៀនអញ្ចឹងបរិញ្ញាបែបមុខម្ហូបអញ្ចឹងយើងអាចច្នៃទៅសាច់ជ្រូកទៅជាមាន់ទៅជាអីអញ្ចឹងណាបងណាគាត់អាចរៀនជាមួយយើងបានចានំក៏ដូចគ្នាដែរពេលធ្វើភីសាអញ្ចឹងបើយើងដាក់ hot dog យើងយកសាច់មាន់មកយើងអត់យកឯសាច់ជ្រូកចាហើយក៏អាចរៀនបានភ្លក់បានចាហើយណាមួយទៀតចំណេះដឹងទាំងនេះគឺយើងអាចបន្តដល់កូនចៅបានដោយសារនេះខ្ញុំមានសភើរូបមន្តស្រាច់ចា1គីឡូម្សៅផៅស្ករហ្មងនេះមានទាំងអស់នឹងវិធីធ្វើទាំងអស់ពេលមករៀនគឺជូនឲ្យគាត់មកក្បាលហើយមានសញ្ញាបត្រពីក្រសួងការងារជូនគាត់មួយទៀតចាអញ្ចឹងគាត់អាចយកទៅចែកចាយបន្តបានបងប្អូនគាត់កូនចៅគាត់ណាបងណាចាហើយយើងអាចបើសិនជាមានលុយគ្រាន់មករៀនយើងអាចប្រើផ្ទះឆ្នាំដែលយើងមាននៅផ្ទះបានចាមិនចាំបាច់ចំណាយទុនច្រើនទេចាឧទាហរណ៍ថាយើងធ្វើ pizza burger យើងស្តុកកម្អាធ្វើសិនតែចាយើងធ្វើតែដូណាតឬក៏ឆាខ្វៃនំប៉ោងអីទៅនំប៉ាយជៀនអញ្ចឹងបងណាចាអញ្ចឹងយើងអាចធ្វើបានហើយហើយម្យ៉ាងទៀតនឹងខ្ញុំក៏សូមចានិយាយទៅថាជំរាបចាដល់បណ្ដាអង្គការទាំងក្នុងក្រៅប្រទេសឬក៏ឯកឧត្តមលោកមន្ត្រីកំពុងជួយកូនខ្មែរចាកែអត់លោកស្រីចង់ឲ្យពួកគាត់ចាប់យកអាជីពទាំងនេះផ្នែកនៅផ្នែកម្ហូបចានាងក្នុងរីករាយសហការជាមួយចាពីព្រោះចង់ឲ្យពួកគាត់ចេះដឹងឲ្យបានច្រើនដើម្បីចិញ្ចឹមជីវិតរបស់គាត់មានន័យថាគាត់មានលុយតែមករៀនហើយគាត់មានលុយតែ3-4ម៉ឺនទៀតទេលុយខ្មែរគាត់អាចរស់មកជីវិតរបស់គាត់បានព្រោះយើងអាចទិញដូរម្សៅតិចទេបងណាធ្វើលក់បានហើយហើយណាមួយមុខរបររបស់ខ្ញុំនេះដែលខ្ញុំបង្កើតនេះជានំជាអីហ្នឹងអាចលក់ជនបទក៏បានទីផ្សារពុះទៀតបានទាំងអស់នៅក្រុងក៏បានអញ្ចឹងណាបងណាហើយគាត់ខលមកខ្ញុំជាច្រើនគាត់ជឿថាគាត់មានលទ្ធភាពមករៀនសោះមានលុយចាពិបាកធំហ្នឹងណាហើយខ្ញុំខ្លួនឯងអត់មានលទ្ធភាពជួយគាត់បានច្រើនដែរបានតែតិចតួចប៉ុណ្ណឹងចាអត់មានអីទៀតទេហើយអាស័យដ្ឋានរបស់នាងខ្ញុំគឺនៅសំណងស៊ូនីស្ទឹងមានជ័យបានណាចាហើយមានលេខទូរស័ព្ទ012 44 05 44ហើយខ្សែទៀត088ការ៉េ9 876ចាបងចាសូមអរគុណអ្នកគ្រូដ៏ឆ្លាតវៃចាហើយដែលបានចាមានប្រសាសន៍យ៉ាងក្បោះក្បាយចាពីអាស័យដ្ឋានពីជំនាញផ្សេងៗជូនដល់ស្ត្រីមេផ្ទះរបស់យើងក៏ដូចជាបងបរោះរបស់យើងដែរចំនួនបំបញ្ញមិញនេះចានាងខ្ញុំសង្ឃឹមថាលោកអ្នកប្រកាសជាយកទៅចំណិននៅក្នុងថ្ងៃនេះចានៅក្នុងពេលនេះនាងខ្ញុំសូមបង្វែរអារម្មណ៍លោកអ្នកទស្សនាជាមួយនឹងកម្មវិធីបន្តនៅ Studio វិញចាអស់លោកស្រីនាងកញ្ញាជាពិសេសស្ត្រីមេផ្ទះទាំងឡាយដែលកំពុងតែទស្សនាកម្មវិធីគំនិតស្ត្រីនៅព្រឹកនេះឃើញថាយើងបានមកហូបពីមុខហើយយ៉ាងមួយគឺមុខម្ហូបដែលនាងខ្ញុំបានបង្ហាញជូនរំបាញ់មិញនេះគឺជាអាហារសម្រន់ចាព្រោះថាអាហារសម្រន់នំប៉័ងបំពងជីវ៉ាន់ស៊ុយនេះគឺយើងធ្វើសម្រាប់កូនរបស់យើងចានៅពេលដែលគាត់ចេញពីសាលារៀនមកវិញគឺយើងបំពងនំប៉័ងនឹងជូនគាត់ទៅចាដើម្បីជួយកុំឲ្យគាត់នឹងឃ្លានព្រោះថាកូនរបស់យើងចប់ម៉ោង3កន្លះអញ្ចឹងគាត់មកគាត់ឃ្លានហើយចាអញ្ចឹងយើងអាចបំពងនំប៉័ងជីវ៉ាន់ស៊ុយមួយមុខចាយើងជាមនុស្សចាស់ក៏អាចទទួលទានបានចាបានដូចគ្នាសម្រន់ចាឆ្ងាញ់ទៀតហ្នឹងឆ្ងាញ់ចាទៅពេលឧទាហរណ៍ថាយើងធ្វើដំណើរផ្លូវឆ្ងាយហើយយើងអត់ចង់ខាតពេលវេលានៅក្នុងការចុះទទួលទានអាហារតាមផ្លូវអញ្ចឹងណាយើងធ្វើអាហារនេះខ្ចប់យកទៅតាមរថយន្តរបស់យើងមកគ្រួសារយើងអាចញ៉ាំបានចាត្រូវហើយចាឆាប់ពិសេសចាជាពិសេសនៅពេលដែលយើងទៅញ៉ាំស៊ុបបងចាសម្បូរមែនតែនគឺនំប៉័ងសាច់ជ្រូកហ្នឹងចាហើយយកមកញ៉ាំជាមួយស៊ុបគឺឆ្ងាញ់ណាចាគ្រប់កន្លែងមានហើយកុំភ្លេចមើលពោះផងញ៉ាំហើយព្រោះថានំប៉័ងពេលដែលយើងញ៉ាំទៅរីកចាដំបូងគឺឆ្អែតហើយរីកចាមុខម្ហូបដែលនេះខ្ញុំបានជម្រាបជូនអំបញ្ញមិញនេះសង្ឃឹមថាលោកអ្នកនឹងយកទៅអនុវត្តនិងចម្អិនជូនដល់កូនរបស់លោកអ្នកក៏ដូចជាស្វាមីនៅក្នុងក្រុមគ្រួសាររបស់យើងដែរ
អរគុណដល់បំពណ៌ដែលបានផ្ដល់ជូនចាវិធីសាស្ត្រក្នុងការហាត់រៀនធ្វើម្ហូបចាដល់បងស្ត្រីក៏ដូចជាអស់លោកស្រីអ្នកនាងកញ្ញាដែលកំពុងតាមដានទស្សនានៅអគ្គដ្ឋានបន្តិចទៀតវិលជួបគ្នាវិញនៅក្នុងពេលនេះសូមពេលវេលាសម្រាប់មេផ្លែសិន ក្នុងវគ្គនេះឧបត្ថម្ភដោយខ្នុរធានារសជាតិឈ្ងុយឆ្ងាញ់សម្រាប់ម្ហូបគ្រប់មុខ ចាជួបគ្នាសាជាថ្មីនៅក្នុងកម្មវិធីគំនិតស្ត្រីនៅក្នុងវគ្គនេះឧបត្ថម្ភដោយម្សៅស៊ុបខ្នុរម្សៅស៊ុបខ្នុរធានាម្ហូបមានរសជាតិឈ្ងុយឆ្ងាញ់និងមានសុខភាពល្អចាគ្រឿងផ្សំនៃម្សៅស៊ុបខ្នុរនេះគឺផ្សំពីសាច់មាន់សុទ្ធនិងគ្រឿងទេសល្អៗជាច្រើនរួមមានអំបិលស្ករខ្ទឹមម្រេចឡាក់ចាការចម្អិនមិនចំណាយពេលច្រើនចាហើយម្ហូបធានានឹងមានរសជាតិឈ្ងុយឆ្ងាញ់និងមានសុខភាពល្អ ចានៅក្នុងវគ្គនេះផងដែរលោកអ្នកនឹងបានទទួលចានៅមុខម្ហូបមួយមុខដែលមានឈ្មោះថាត្រីឆ្អើរលីងក្រសាំង ចាមុខម្ហូបមួយមុខនេះគឺជាម្ហូបបើសិនជាស្ត្រីខ្លះគាត់គិតថាម្ហូបប្រចាំតកូលណាចាចំណែកគ្រួសារនាងខ្ញុំចូលចិត្តកសាំងណាតែកសាំងហ្នឹងគឺខ្ញុំចិញ្ច្រាំជាមួយនឹងប្រហុកឆៅចាគាត់ចេះញ៉ាំប្រហុកបងចាគ្រួសារខ្ញុំហ៎គាត់ចេះចាគាត់ញ៉ាំបានប៉ុន្តែញ៉ាំបានតិចតិចទេចាតែគឺយើងគឺយើងពេញមាត់តែម្ដងចាតិចគឺពេញមាត់ហ្មងចាពេលខ្លះប្រហុកឆៅមួយចានអញ្ចឹងទៅជាមួយបន្លែផ្ទាប់អីចឹងទៅចាតបងកំសាន្តមាត់ចានៅក្នុងវគ្គនេះចាគឺម្ហូបនៅក្នុងពេលព្រឹកនេះនាងខ្ញុំក៏សង្ឃឹមដែរថាស្ត្រីមេផ្ទះទាំងឡាយក៏ដូចជាបងប្អូនជាប្រទេសកំពុងតែត្រៀមប៊ិចនិងក្រដាស់ដើម្បីកត់នៅគ្រឿងផ្សំចាគ្រឿងផ្សំត្រីឆ្អើរលីងក្រសាំងនេះគឺផ្នែកសាច់មានត្រីឆ្អើរចាហើយផ្នែកបន្លែផ្ទាប់នោះគឺសណ្តែកគួប ពាយ ត្រប់ស្រួយត្រសក់